សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំសូមបង្ហាញអំពីដំណាក់កាលនៃការទុរេនអានេះដែលវាចាប់ផ្ដើមប៉ុននេះបងប្អូនមើលឃើញអានេះគេហៅថាដំណាក់កាលនៃផ្កាពងត្រីបាទផ្កាពងត្រីហើយមកដល់ហួសពីការពងត្រីទៅគឺវាធំជាងការពងត្រីគឺគេហៅថាដំណាក់កាលមួយគឺហៅថាការទ្របពុនញងអានេះគេហៅថាទ្របពុនញងប៉ុន្តែអានេះវាតូចជាងទ្របពុនញងតិចផ្កាធំជាងនឹងតិចគេហៅថាគឺដំណាក់កាលផ្កាទ្របពុនញងបងប្អូនវាទៅដូចប៉ុណ្ណេះដែរប៉ុន្តែវាតូចជាងនឹងតិចបាទបន្ទាប់ពីនឹងមកចូលដល់ដំណាក់កាលផ្ការីកបន្ទាប់ពីផ្ការីកបានដល់ដំណាក់កាលគឺគេហៅថាការវិវត្តនៃការរីកអស់ទៅដោយរូបភាពខាងនេះបាទឬមួយទៀតគេហៅថាកន្ទុយជៀសកសិករខ្មែរយើងគេហៅថាកន្ទុយជៀសយើងមើលដូចកន្ទុយចេះហ្នឹងគេហៅថាកន្ទុយជៀសការកន្ទុយជៀសតែតាមពិតវារីកអស់រីកដាច់អស់ហើយចេញទៅជាក្តាប់អីបាទ